ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Step Tarot Card and Beer សម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើឡើងជាការកំសាន្តប៉ុណ្ណោះហើយក៏សម្រាប់បងប្អូនដែលអរចំវីដេអូរបស់ខ្ញុំដោយចៃដន្យប្រសិនបើវីដេអូរបស់ខ្ញុំត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទុកក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអររំលងវីដេអូរបស់ខ្ញុំចុះណាហើយដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូជាបន្តទៀតសូមបងប្អូនជួយ follow TikTok ក៏ដូចជា subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណាហើយខ្ញុំពិតជាសូមទោសដែលមួយរយៈនេះមិនមានវីដេអូផុសជូនបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំរវល់ពេកប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានជារឿយៗដើម្បីផុសជូនបងប្អូនទាំងអស់គ្នាណាសម្រាប់វីដេអូនេះដែរគឺខ្ញុំមើលទៅលើរឿងស្នេហាតើអ្នកដែលចូលមកមើលសញ្ញាកាតនេះនៅថ្ងៃអនាគតគាត់នឹងជួបស្នេហាបែបណាឬក៏នឹងជួបគូអនាគតបែបណាដែរនៅក្នុងជីវិតគូអនាគតដែលចូលមកក្នុងជីវិតរបស់អ្នកគាត់គឺជាមនុស្សបែបណាមានអត្តចរិតបែបណាស្ថានភាពគ្រួសាររបស់គាត់បែបណាហើយយើងនឹងជួបគាត់នៅពេលណាដែរជាពិសេសផ្ញើជូននារីដែលឯករាជ្យរឹងមាំ independent ដែលមិនទាន់ជួបស្នេហាឬក៏ទុកស្នេហាជារឿងដែលមិនចាំបាច់ឬក៏មិនសូវសំខាន់ប៉ុន្តែប្រហែលជាអាចលួចឆ្ងល់ដែរថានារីរឹងមាំឯករាជ្យដូចយើងតើអាចនឹងជួបស្នេហាទេហើយនឹងជួបមនុស្សបែបណាដែរនៅក្នុងជីវិតអញ្ចឹងចាំទៅមើលទាំងអស់គ្នាណាបងប្អូនគឺខ្ញុំដោះកាតបានចំនួន5សន្លឹកនេះតើអត្ថន័យកាតទាំង5សន្លឹកនេះមានអត្ថន័យបែបណាដែរសន្លឹកកាតទី1គឺជាសន្លឹកកាត Eight of Pentacles សន្លឹកកាតទី2គឺជាសន្លឹកកាត The Empress សន្លឹកកាតទី3គឺសន្លឹកកាត Four of Wands សន្លឹកកាតទី4គឺសន្លឹកកាត King of Cups និងសន្លឹកកាតទី5ក្រោយគេគឺជាសន្លឹកកាត Ten of Pentacles តើអត្ថន័យនៅក្នុងសន្លឹកកាតទាំងអស់នេះមានអត្ថន័យបែបណាទៅអត្ថន័យសន្លឹក B Eight of Pentacles សន្លឹក B នេះគឺតំណាងឲ្យភាពរីកចម្រើនប្រសិនបើអ្នកជាមនុស្សស្រីអ្នកនឹងជួបមនុស្សដែលមានសមត្ថភាពពិសេសមានចំណេះដឹងខាងផ្នែកជាងមានស្នាដៃល្អចូលចិត្តការសិក្សាស្វែងរកចំណេះដឹងបន្ថែមពូកែរកលុយជាមនុស្សដែលមានសមត្ថភាពជាខ្លួនឯងមានទេពកោសល្យឧស្សាហ៍ធ្វើការហើយព្យាយាមបង្កើតលុយប្រសិនបើអ្នកជាមនុស្សប្រុសអ្នកក៏នឹងជួបស្នេហាឬក៏មនុស្សស្រីដែលមានសមត្ថភាពឧស្សាហ៍ព្យាយាមហើយក៏មានគំនិតច្នៃប្រឌិតអត្ថន័យសន្លឹក B The Emperor វិញសន្លឹក B មួយនេះគឺជាសន្លឹក B ដែលតំណាងឲ្យអធិរាជតំណាងឲ្យថ្នាក់ដឹកនាំជាអ្នកមានអំណាចបើនិយាយពីចរិតវិញគាត់គឺជាមនុស្សដែលរៀងផ្ដាច់ការបន្តិចដែរមនុស្សដែលអ្នកនឹងជួបឬក៏ជាគូក្រុងរបស់អ្នកហ្នឹងហើយគាត់រៀងអំណាចដែរបើសិនគាត់ជាមនុស្សប្រុសហើយគាត់ចូលចិត្តគេសង្កត់គេឬក៏បើសិនបើអ្នកធ្វើការជាមួយជនជាតិបរទេសការងារក្រុមហ៊ុនដែលសហការជាមួយនឹងបរទេសឬក៏ការងារអង្គការដែលមានជំនួយពីបរទេសមកគឺអ្នកមានឱកាសខ្ពស់ដែលនឹងជួបដៃគូអនាគតជាជនជាតិបរទេសហើយចង់បញ្ជាក់ដែរថាបើសិនបើអ្នកជាមនុស្សស្រីគឺអ្នកនឹងជួបបរិសុទ្ធដែលមានវ័យចំណាស់ជាងខ្លួនបន្តិចប៉ុន្តែទោះបីជាចាស់បន្តិចមែនគាត់អាចនឹងមានតំណែងការងារធំជាងយើងហើយគាត់មានឋានៈមានតួនាទីល្អមានទាំងលុយកាក់និងទ្រព្យសម្បត្តិគឺគាត់មកទាំងព្រមតែម្ដងប៉ុន្តែប្រសិនបើជាមនុស្សប្រុសដែលចូលមកមើលវីដេអូមួយនេះអ្នកនឹងជួបនារីស្រស់ស្អាតហើយមានវ័យក្មេងជាងខ្លួនអញ្ចឹងសន្លឹក B នេះមួយយ៉ាងម្នាក់ប្រសិនបើមនុស្សស្រីគាត់នឹងជួបស្នេហាដែលមានវ័យចំណាស់ជាងគាត់បន្តិចប្រសិនបើមនុស្សប្រុសគាត់នឹងជួបនារីដែលមានវ័យក្មេងជាងគាត់សន្លឹក B for Aswad នេះក៏ចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាជាសន្លឹក B ដែលតំណាងឲ្យភាពគង់វង្សនៃស្នេហាភាពជោគជ័យជាសន្លឹក B ល្អជាសន្លឹក B ដែលតំណាងឲ្យទឹកចិត្តមោះមុតមានឆន្ទៈក្នុងជីវិតនិយាយពិតធ្វើពិតមានគម្រោងក្នុងជីវិតយ៉ាងពិតប្រាកដអញ្ចឹងមនុស្សដែលអ្នកនឹងជួបគឺគាត់ជាមនុស្សបែបហ្នឹងមានភាពជោគជ័យមានចិត្តមោះមុតមានឆន្ទៈនៅក្នុងជីវិតហើយនិយាយពិតធ្វើពិតគាត់អត់បានតែនិយាយប៉ុន្តែការអនុវត្តអត់មានទេម៉ាត់ណាម៉ាត់ហ្នឹងគាត់គឺជាមនុស្សដែលជាក់លាក់ពិតប្រាកដចំពោះសន្លឹក B King of Cups នេះមានអត្ថន័យបែបណាសន្លឹក B King of Cups ហើយនិងសន្លឹក B The Empress នេះអត្ថន័យគឺប្រហាក់ប្រហែលគ្នាជួបមនុស្សដែលមានវ័យរៀងចំណាស់ចាប់ពី45ឆ្នាំឡើងមកជានារីហើយគាត់ជាមនុស្សដែលមោះមុតមាំទាំឯករាជ្យមានលុយមានកាក់មានទ្រព្យសម្បត្តិមានកិត្តិយសនៅក្នុងសង្គមហើយក៏ជាមនុស្សដែលពូកែសន្សំសំចៃផងដែរហើយគាត់គឺជាមនុស្សដែលមានចិត្តបន់ចិត្តល្អចូលចិត្តយកអាសារអ្នកដទៃជាប្រភេទមនុស្សម្នាក់ដែលនៅចិត្តហើយមានភាពកក់ក្ដៅជាមនុស្សដែលមានកំណត់ច្នៃប្រឌិតចូលចិត្តអភិរក្សនិយមហើយក៏ជាមនុស្សដែលអាចគ្រប់គ្រងបានគ្រប់ស្ថានភាពឬក៏ចូលចោះជាមួយនឹងមនុស្សគ្រប់ជាន់ឋានៈផងដែរ
ជាមនុស្សដែលមានភាពឆ្លៀសវៃមានការប្រុងប្រយ័ត្នខ្ពស់ហើយក៏ជាមនុស្សម្នាក់ដែលអត់ធ្មត់ខ្លាំងផងដែរល្អសម្រាប់មនុស្សស្រីបើសិនជាអ្នកជួបមនុស្សប្រុសដែលមានភាពអត់ធ្មត់ជាមួយអ្នកទោះបីជាអ្នកមានអត្តចរិតបែបណាឬក៏អ្នកមានអត្តចរិតក្មេងគាត់នៅតែអាចសម្របខ្លួនជាមួយអ្នកបានគេរួមម្ចាស់សន្លឹក B អាចនឹងសំណាងអាចនឹងចរិត baby ក៏គេនៅតែអត់ធ្មត់ជាមួយគេស្រឡាញ់អ្នកជាអ្នកចាសำหรับការខាន organical នេះតំណាងឲ្យអ្វីវិញសន្លឹកកាត់នេះគឺតំណាងឲ្យទ្រព្យសម្បត្តិលុយកាក់អ្នកពាក់ព័ន្ធមួយរូបកាយហ្នឹងសុទ្ធតែលុយកាក់អ្នកទាំងអស់គ្នាហើយរូបកាយនឹងកាន់តែច្រើនគឺសំណាងពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់គឺកាន់តែច្រើនដូចគ្នាអញ្ចឹងអ្នកអាចនឹងជួបមនុស្សម្នាក់ដែលគាត់មានទ្រព្យសម្បត្តិមានលុយកាក់ច្រើនចាយមិនអស់ហើយមានសមត្ថភាពខ្ពស់នៅក្នុងការរកលុយជាមនុស្សដែលស្រឡាញ់គ្រួសារហើយស្មោះត្រង់ wow congratulations បើសិនបើថ្ងៃអនាគតអ្នកជួបគូក្រុងបែបនេះសន្លឹក B ចាប់ផ្ដើមដំបូងក៏បង្ហាញពាក់ព័ន្ធជាមួយនឹងលុយកាក់សន្លឹក B បញ្ចប់ក៏ពាក់ព័ន្ធជាមួយនឹងលុយកាក់អនាគតអ្នកដែលចូលមកមើលសន្លឹកកាតឬក៏វីដេអូមួយនេះប្រកាសជាមិនក្រទេអ្នកជួបមនុស្សដែលមានលុយកាក់មានសមត្ថភាពហើយគេឯករាជ្យគេមានទ្រព្យសម្បត្តិគេមានការងារទូនាទីច្បាស់លាស់មួយនៅក្នុងសង្គមអញ្ចឹងអ្នកអាចនឹងជួបសំណាងល្អឬក៏ធម៌ពលវិជ្ជមានច្រើនពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏មនុស្សម្នាក់ដែលនឹងចូលមកក្នុងជីវិតរបស់អ្នកចុងក្រោយជីវិតគូរបស់អ្នកអាចនឹងបានសេចក្តីសុខគូស្រករមានលុយកាក់ល្អបើជាអ្នកមិនទាន់មានគូឬក៏ single អាជីពអីដែលមិនទាន់មានសង្សារឬក៏គិតថាស្នេហាមិនសំខាន់ទេពេលនេះប្រឹងប្រែងរកលុយកាក់ឬក៏ប្រឹងប្រែងរៀនសូត្រអភិវឌ្ឍសមត្ថភាពសិនអូខេទោះបីជាពេលនេះអ្នកមិនទាន់គិតរឿងស្នេហាតែយ៉ាងយូរ6ខែ1ឆ្នាំឬក៏2ឆ្នាំទៀតអ្នកនឹងជួបមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិដូចនៅក្នុងសន្លឹកការដែលខ្ញុំមើលជូននេះអ្នកនឹងបានជួបដៃគូមកពីគ្រួសារដែលមានលុយកាក់ការងារល្អអ្នកមានសំណាងបានលៀបពីដៃគូស្នេហាប្តីប្រពន្ធនឹងរស់នៅក្នុងជីវិតមួយដែលមានសេចក្តីសុខមានសុភមង្គល wow congratulations ទាំងអស់គ្នាដែលចូលមកមើលវីដេអូមួយនេះណាហើយខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះហើយជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អហើយជួបតែរឿងល្អៗហើយសូមក្លែមយកតែរឿងល្អៗចូលក្នុងជីវិតបងប្អូនទាំងអស់គ្នាចាស់ហើយសូមឲ្យថ្ងៃអនាគតសម្រាប់អ្នកដែល single ទាំងបរិសុទ្ធនិងនារីដែលចូលមកមើលវីដេអូរបស់ខ្ញុំសូមឲ្យជួបតែមនុស្សល្អៗណាហើយមានសំណាងមានសុភមង្គលនៅក្នុងជីវិតគូអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀត